បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀប install នៅ ZenOS នៅលើ MacBook អញ្ចឹងrequirement របស់យើងដើម្បី install បានគឺយើងត្រូវការមាននៅ ZenOS ISO ដែលអ្នកគ្នាអាចចូលមកកាន់នេះ website របស់វា zenos.org/download នេះអញ្ចឹងនេះនៅលើ version 10 នេះអ្នកគ្នាអាចរើសបានអញ្ចឹងនៅលើ MacBook សម្រាប់អ្នកគ្នាអាចយកពពួក ARM 64នេះបានបើពពួក MacBook Intel អ្នកគ្នាអាចយកខាងលើនេះបានអញ្ចឹងមួយទៀតគឺ Virtual Machine អញ្ចឹងនៅក្នុងនេះខ្ញុំប្រើនៅ UTM អ្នកគ្នាអាចមើល link នេះចូល download បានតែប៉ុន្តែ Virtual Machine មានច្រើនអ្នកគ្នាចង់ប្រើមួយណាក៏បានតែសម្រាប់ពពួក MacBook Apple Silicon ចាប់ពី M1 M2 ឡើងទៅហ្នឹងខ្ញុំ recommend ឲ្យប្រើUTM មួយនេះបាទអញ្ចឹងអ្នកគ្នាអាចចុច download មកដោយសារតែខ្ញុំមានរួចអស់ហើយអញ្ចឹងខ្ញុំអាចបើកកម្មវិធីវាមកអញ្ចឹងនៅក្នុងនេះអ្នកគ្នាចុចពីcreate new Virtual Machine នេះហើយអ្នកគ្នាយក visualize ខាងលើនេះ operation system នេះអ្នកគ្នាយក Linux តោះអ្នកចុចបើក tick use Apple visualization នេះអញ្ចឹងកន្លែងនេះកន្លែងបុកខាងក្រោមនេះបុក ISO image នេះអ្នកគ្នាទៅយក file ISO យើង download មកអញ្ចឹងនេះខ្ញុំបាន download រួចហើយវា 8GB ជាងហើយចុច open continue ទៅមកអញ្ចឹងកន្លែងនេះ memory យើងអាចដាក់វា default អញ្ចឹងទៅចំពោះ CPU core នេះគឺដាក់4ទៅចុច អញ្ចឹងនេះ storage អញ្ចឹងអ្នកគ្នាមាន storage ច្រើនអ្នកគ្នាដាក់តាមទៅតែសម្រាប់នេះខ្ញុំធ្វើការតេស្តទេអញ្ចឹងសិនដាក់ប៉ុណ្ណឹងសិនទៅអូខេអញ្ចឹងនេះគឺខ្ញុំ continue ទៀតមកអូខេអញ្ចឹងកន្លែងនេះយើង summary វិញយើងអាចដាក់ឈ្មោះបានអូខេអញ្ចឹងដូចជាយើងត្រូវឲ្យចុចពាក្យថា save នេះអញ្ចឹងយើងអាចចុចប៊ូតុងកណ្ដាលនេះមកអូខេអញ្ចឹងក្នុងនេះវាមាននេះខាងលើនេះគឺ install ZenOS Stream 10នេះយើង enter មកអូខេអញ្ចឹងកន្លែងនេះគឺយើងរើសភាសាអង់គ្លេសមកយើង continue អូខេអញ្ចឹងកន្លែងនេះវាមាននៅកន្លែងក្រោមនេះវាឲ្យយើង config អញ្ចឹងតើតើជាមួយនឹងការខាងលើនេះចំពោះ storage របស់យើងអញ្ចឹងយើង select លើវាមកយើងអាចហើយចុចតាមអូខេមិនបាត់អូខេចុចម្ដងទៀតអូខេអញ្ចឹងចំពោះ user setting នេះកន្លែង root account នេះពី default មកគឺវា disable root account អញ្ចឹងយើងមាន option អាច enable ក៏បានឬក៏ disable ក៏បានតែជាការ recommend យើងគួរតែ enable ទៅវាទាក់ទងជាមួយនឹង security ដែរដើម្បីកុំឲ្យគេងាយស្រួលក្នុងការ hack ចូល account របស់យើងបើសិនជាយើងអត់មាន root account អញ្ចឹងយើងបង្កើត root account មួយទៅដែល
យើងដាក់ password មកអូខេអញ្ចឹងតើតើជាមួយនឹងខាងខំនេះគឺ allow root SSH login with password នេះយើងបើកវាមកអូខេអញ្ចឹងយើងចុចដានអូខេអញ្ចឹងខាងខំនេះuser credential នេះគឺ user យើងធម្មតាអញ្ចឹងយើងអាចបង្កើតក៏បានអត់ក៏បានតែឥឡូវខ្ញុំសូមបង្កើតមួយចុះអូខេដាក់ទៅអូខេអញ្ចឹងយើងចុចពាក្យថាដាំអូខេអញ្ចឹងតើតងជាមួយនឹងកន្លែង software selection អញ្ចឹងពី default មកគឺវានឹង install ជាលក្ខណៈ server ជាមួយនឹង GUI បានន័យថាវាមាន interface យើងមកអញ្ចឹងប៉ុន្តែវាអាចនឹងធ្វើឲ្យ server របស់យើង slow វិញអញ្ចឹងជាការ recommend យើងគួរតែ install ជាលក្ខណៈ server ទៅបានន័យថាវាដូច terminal អញ្ចឹងយើងប្រើ command prompt វាមាន interface យើងមើលទៅអូខេអញ្ចឹងនៅខាងនេះគឺជា environment មួយចំនួនយើងអាច install បានយើង tick ទៅបន្តែដូចជាអត់ទៅ cancel ទេអញ្ចឹងយើងចុចដាំអូខេអញ្ចឹងយើងចូលពាក្យខាងក្រោមនេះគឺ being installអូខេអញ្ចឹងកន្លែងនេះគឺយើង install រួចហើយវាដាក់ពាក្យថា complete នេះអញ្ចឹងយើងអាចចុចពាក្យខាងក្រោមគឺ reboot system អូខេអញ្ចឹងចូលដំបូងនេះគឺវាឲ្យយើង login អញ្ចឹងយើងអាច login ជាមួយ account ដែលយើងបង្កើតមិញហ្នឹង login ជា root ក៏បានឬក៏ជា credential ក៏បានអញ្ចឹងយើង login ជា root ទៅអូខេអញ្ចឹងអ្នកដែលឃើញនេះគឺខ្ញុំ login success ហើយគឺវាចេញពណ៌បៃតងនេះគឺឈ្មោះ root យើងឯង add local host អូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអញ្ចឹងបើអ្នកគ្នាមានចម្ងល់អីអាច comment សួរខ្ញុំខាងក្រោមនេះបានអរគុណច្រើន